មួយជីវិតហើយទៅតែឃើញទេពោះត្បាល់ដែលចាស់ខ្មែរយើងដំណាលតគ្នាថាវាមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងតាំងពីយូរណាស់មកហើយអ្នកខ្លះជឿថាមានសត្វពស់ត្បាល់តែអ្នកខ្លះទៀតមិនដែលឃើញនិងមិនជឿនោះទេដោយសារតែពស់ត្បាល់ដែលចាស់បុរាណតែងតែនិយាយតគ្នាថាពស់ត្បាល់មានប្រវែងខ្លួនខ្លីតែធំហើយវាមានល្បឿនលឿនខ្លាំងណាស់តែពេលថ្មីនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានការចែករំលែកមួយអំពីសត្វពស់ម្យ៉ាងចេញពី Facebook Page ឈ្មោះវត្ថុស័ក្តិសិទ្ធិដូនតាខ្មែរដោយអះអាងថាពស់ត្បាល់ដែលចាស់និយាយតគ្នានោះដែលបានរៀបរាប់ថានេះហើយពស់ត្បាល់កាលពីសម័យមហានគរសម្បូរខ្លាំងណាស់ធំជាងដើមត្នោតក៏មានដែរវាអាចរស់រៀនមានជីវិតរហូតទៅដល់រាប់ពាន់ឆ្នាំឯណោះរាល់ថ្ងៃក៏មានដែរវារស់នៅក្នុងព្រៃជ្រៅនិងល្អាងភ្នំធំមានដើមឈើធំមានទឹកច្រើនជុំវិញដើម្បីវាងាយស្រួលចាប់ចំណីសត្វចតុបាទធំដូចជាខ្លាឆ្លុះសូម្បីតែមនុស្សក៏ដោយឲ្យតាហ៊ានចូលដល់តំបន់វាហើយកម្រនឹងមានជីវិតអាចត្រឡប់មកវិញណាស់អរគុណចំពោះការតាមដានរបស់ប្រិយមិត្តអស់គ្នានៅអត្ថបទសារព័ត៌មានមួយនេះគណៈពេលនេះខ្ញុំបាទសូមជម្រាបលានិងវិលជួបប្រិយមិត្តអស់គ្នានៅឱកាសក្រោយជាបន្តទៅទៀត